អូអ្នកទាំងអស់គ្នាខ្ញុំបាទចូលហានមុននឹងចូលទៅដល់វីដេអូអ្នកទាំងអស់គ្នាកុំភ្លេច comment បេះដូងម្នាក់មួយផងដើម្បីឲ្យខ្ញុំដឹងថាអ្នកណាគេខ្លះកំពុងតែរងចាំវីដេអូរបស់ខ្ញុំណាអូខេឥឡូវយើងចូលទៅកាន់វីដេអូតែម្ដងទៅផ្ដើមនៅសាច់រឿងយើងគឺបានឃើញជាមួយនឹងអ៊ីពូហើយនិងតាកាមូរ៉ាដែលនៅពេលនេះពួកគេទាំងពីរគឺបានមកទស្សនានៅការប្រកួតរបស់ម៉ាយាតានៅពេលដែលពួកគេដើរតាមផ្លូវហ្នឹងគឺឃើញថាមានមនុស្សច្រើនខ្លាំងមែនទែនដែលគេស្គាល់ទៅកាន់តាកាមូរ៉ាដោយសារតែគាត់គឺជាតារាល្បីនៅពេលហ្នឹងយើងគឺបានឃើញជាមួយនឹងមនុស្សស្រី2នាក់ដែលពួកគេក៏បាននិយាយអំពីអ៊ីពូផងដែរនៅពេលហ្នឹងអ៊ីពូគាត់ក៏បានគិតថាប្រហែលជាពួកគេចាប់អារម្មណ៍មកកាន់គាត់ហើយមើលទៅនៅពេលដែលពួកគេទាំងពីរចូលទៅដល់ក្នុងសង្វៀនប្រកួតគ្នាគឺឃើញថាមិនមែនដល់គូម៉ាយាតានោះទេគឺគេរាប់ពីគូទី1គូទី2ចឹងទៅនៅពេលហ្នឹងក៏មានជាមួយនឹងក្មេងស្រីម្នាក់ដែលនាងគឺបានធ្វើជាមួយនឹងក្រដាសអង្គុយតុរបស់នាងហ្នឹងត្រូវបានជ្រុះនៅពេលដែលអ៊ីពូបានសម្លឹងមើលមុខរបស់នាងទើបគាត់ដឹងថាគឺជាក្មេងស្រីដែលគាត់បានជួបតាំងពីប្រហែលអេពីសូតមុនហ្នឹងបាននិយាយស្រួលស្ដាប់ទៅគឺជាមនុស្សស្រីដែលគាត់រួចស្រឡាញ់នឹងឯងនៅពេលដែលតាកាមូរ៉ាបានឃើញអ៊ីពូផ្លឹកបែបនេះគាត់ក៏បានសួរទៅកាន់អ៊ីពូថាម្នាក់ហ្នឹងគឺជាម៉ែថែរបស់ឯងមែននៅពេលនោះក្មេងស្រីម្នាក់ហ្នឹងក៏បានសួរទៅកាន់អ៊ីពូថាតើនាងចង់សួរមួយថាតុកលេខ 18D ហ្នឹងនៅខាងណាវិញនៅពេលហ្នឹងអ៊ីពូគាត់ក៏បានអោនមើលនៅលេខតុករបស់គាត់ផងដែរដែលលេខតុករបស់គាត់ហ្នឹងគឺមានលេខ19ប៉ុន្តែអ្វីដែលចម្លែកហ្នឹងដោយសារតែខោរបស់គាត់គឺភ្លេចរឺតអញ្ចឹងមានន័យថាក្មេងស្រីម្នាក់ហ្នឹងគឺអង្គុយនៅចិត្តគាត់នឹងឯងនៅពេលហ្នឹងគឺធ្វើឲ្យតាកាមូរ៉ាគាត់ពិតជាអត់សំឡាញ់ខ្លាំងណាស់រួចគាត់ក៏បាននិយាយទៅកាន់អ៊ីពូថានេះវាគឺជាល្បិចតាក់ស្រីរបស់ឯងមែនមើលទៅគួរឲ្យចាប់អារម្មណ៍មែននៅពេលហ្នឹងអ៊ីពូគាត់ក៏បានកាត់ទៅដល់នៅពេលដែលគាត់ដើរចូលមកក្នុងផ្សារទំនើបនេះផងដែរដែលឃើញថាគឺមានមនុស្សស្រីបានសាច់មកកាន់គាត់ហើយនៅពេលហ្នឹងអ៊ីពូគឺគាត់ដឹងខ្លួនតែម្ដងពួកគេមើលមកកាន់គាត់ដោយសារតែគាត់គឺភ្លេចរឺតខោនឹងឯងបន្ទាប់មកការប្រកួតរបស់ម៉ាយាតាក៏ឈានចូលមកដល់ហើយគឺយើងឃើញថាម៉ាយាតាគាត់ពិតជាមានហ្វេនច្រើនខ្លាំងណាស់ជាពិសេសគឺជាមនុស្សស្រីតែម្ដងគ្រាន់តែគាត់ឡើងមកដល់លើសាយវៀនភ្លាមគឺឮសលេងមនុស្សស្រីស្រែកហៅឈ្មោះគាត់ពេញហ្នឹងហើយអ៊ីពូគាត់ក៏បានគិតថាបើសិនជាមនុស្សស្រីហ្វេនរបស់ម៉ាយាតាច្រើនបែបហ្នឹងតើក្មេងស្រីដែលអង្គុយនៅជិតគាត់នាងគឺជាហ្វេនរបស់ម៉ាយាតាដែរឬអត់ប៉ុន្តែមើលទៅកាន់នាងហាក់ដូចជាមិនជ្រួលជ្រើមតរទេសោះនៅពេលដែលម៉ាយាតាឈានចូលមកដល់ហើយខ្ញុំក៏សុំទោសផងដែរចំពោះសំឡេងដោយសារតែខ្ញុំផ្ដាសាយនិយាយទៅពេលបើកមាត់និយាយទៅវាចិត្តទៅហូរស្បោអញ្ចឹងណាគូប្រកួតដែលគេត្រូវប៉ះជាមួយនឹងម៉ាយាតាដែលគេមានឈ្មោះថាតាការ៉ាហើយនៅពេលហ្នឹងលោកគ្រូរបស់គេក៏បាននិយាយប្រាប់ទៅកាន់តាការ៉ាថាម៉ាយាតាគាត់គឺជាមនុស្សម្នាក់ដែលចូលចិត្តប្រើល្បឿនអញ្ចឹងហើយឯងគួរតែខាំងគាត់ដើម្បីកុំឲ្យគាត់ប្រើល្បឿនបានឯសោះបើសិនជាយល់ល្អគឺវាយសម្ដែងទៅកាន់ពោះរបស់គាត់ទៅចំណែកឯលោកប៉ារបស់ម៉ាយាតាគាត់ក៏បាននិយាយប្រាប់ទៅកាន់ម៉ាយាតាផងដែរដែលគាត់បាននិយាយថាគូប្រកួតរបស់ម៉ាយាតាគឺគាត់គឺជាអ្នកប្រើប្រាស់នៅ close range អញ្ចឹងហើយគួរតែប្រយ័ត្នផង close range ហ្នឹងរបៀបថាបែបវាយបុកអញ្ចឹងណាវាយសម្រុកអញ្ចឹងទៅនៅពេលដែលពួកគេទាំងពីរចាប់ផ្ដើមប្រយុទ្ធគ្នាតាការ៉ាគាត់ក៏បានស្ទុះទៅកាន់ម៉ាយាតាមុនប៉ុន្តែធ្វើឲ្យគាត់គឺសង្ហាចិត្តតែម្ដងដែលម៉ាយាតាគាត់គឺមិនបានហក់លោតនោះទេនៅពេលដែលឃើញបែបហ្នឹងគឺធ្វើឲ្យអបតាការ៉ាហ្នឹងគាត់ពិតជាពិបាកសម្រេចចិត្តខ្លាំងណាស់ថាគាត់គួរតែចូលវាយឬក៏ដកថយបើសិនជាម៉ាយាតាគាត់អត់លោនអញ្ចឹងគាត់គឺមិនអាចចាប់ទីតាំងរបស់ម៉ាយាតាបានទេប៉ុន្តែគេគឺគ្មានជំរឿននោះទេគេក៏បានវាយទៅកាន់ម៉ាយាតាពី3ដៃរួចក៏បានហក់ទៅអោបគាត់តែម្ដងនៅពេលដែលឃើញបែបហ្នឹងម៉ាយាតាគាត់គឺមិនឲ្យចាញ់ចិត្តគាត់ក៏បានស្ទុះទៅអោបអាប៉ែហ្នឹងដូចគ្នាហើយយើងគឺពិតជាដឹងហើយថាប៉ែហ្នឹងគឺគាត់គឺប្រើជាមួយនឹង close range អញ្ចឹងហើយគាត់ក៏បានប្រើនៅ Dam Zero វាយសម្រុកទៅកាន់ម៉ាយាតាតែម្ដងហើយគាត់ក៏អាចសោកម៉ាយាតាមួយដៃចំពោះផងដែរត្រឹមតែមួយដៃរបស់ម៉ាយាតាតែប៉ុណ្ណោះអាប៉ែហ្នឹងគឺមិនអាចទប់បាននោះទេហើយជ័យជំនះមួយនេះក៏បានឈ្នះមកកាន់ម៉ាយាតាផងដែរចំណែកឯអ៊ីពូគាត់គឺពិតជាសរសើរទៅកាន់ម៉ាយាតាខ្លាំងណាស់ដោយសារតែគាត់គឺពិតជាចិត្តស្ងប់ខ្លាំងមែនតើនៅក្នុងការប្រយុទ្ធរបៀបថាគាត់គឺអត់មានការខឹងឆេវឆាវអីទេទោះជាគេវាយគាត់ច្រើនដៃយ៉ាងណាក៏ដោយគាត់រោត្រឹមតែអាការល្អដាក់តែមួយដៃឈ្នះតែម្ដងសាច់រឿងក៏បានកាន់មកកាន់ក្លឹបរបស់លោកតាវិញដោយសារតែជ័យជំនះរបស់អ៊ីពូជាមួយនឹងជេសុនអញ្ចឹងមានន័យថាអ៊ីពូគឺគាត់ឡើងឋានៈមត្តនៈទៀតហើយឥឡូវនេះវាគឺចាប់ផ្ដើមឡើងទៅដល់កម្រិតខ្ពស់ទៅហើយអញ្ចឹងហើយអ្នកដែលវាយក៏ខ្លាំងតាមនឹងដូចគ្នានៅពេលហ្នឹងហ្វូជីមីគាត់ក៏បានយកនៅកសែតប្រដាល់មួយដើម្បីឲ្យអ៊ីពូមើលដោយនៅក្នុងកសែតមួយនោះគឺបង្ហាញអំពីបុរសម្នាក់ដែលអាប៉ែហ្នឹងហ្វេនស្រីក៏មិនចាញ់ម៉ាយាតាដូចគ្នា
ដែលអាប៉ែហ្នឹងគេពិតជាសង្ហាខ្លាំងណាស់ជាពិសេសគេគឺជាជើងឯកថែមទៀតអញ្ចឹងហើយមនុស្សស្រីគឺស្រឡាញ់គេច្រើនខ្លាំងមែនតើចំណែកឯគីម៉ារ៉ាអូគីហើយនិងតាកាមូរ៉ាវិញគ្រាន់តែឃើញមុខអាប៉ែហ្នឹងភ្លាមគឺច្រេញតែម្ដងបើសិនជាយើងនិយាយស្រួលស្ដាប់ទៅដោយសារតែពួកគេទាំង3គឺចំណែននឹងឯងដោយបរិមម្នាក់នឹងផងដែរដែលគេមានឈ្មោះថាហាកាមីមូលហេតុដែល Fujimi ឲ្យអ៊ីពូមើលជាមួយនឹងវីដេអូមួយនេះដោយសារតែគាត់ខ្លាចអ៊ីពូនឹងប៉ះជាមួយនឹងអាប៉ែហ្នឹងអញ្ចឹងហើយគួរតែមើលស្នៀតរបស់គេឲ្យហើយទៅហើយខ្ញុំគឺនិយាយប្រាប់ឲ្យហើយទៅថាអាប៉ែហ្នឹងក៏ខ្លាំងមិនធម្មតាដូចគ្នានិយាយទៅសូម្បីតែគូប្រកួតរបស់អាប៉ែហ្នឹងក៏ច្រេញទៅកាន់អាប៉ែហ្នឹងផងដែរដោយសារតែគេមានស្រីច្រើនណោះគ្រាន់តែចាប់ផ្ដើមការប្រកួតភ្លាមប្រូម៉ុងកែម្នាក់នេះគាត់ក៏បានស្ទុះចូលទៅវាយគេមួយដៃតែម្ដងត្រូវតែម្ដាយរបស់ប្រូម៉ុងកែបសោះមើលទៅកាន់អាប៉ែហ្នឹងដូចជាមិនអាចទប់បានទេនិយាយទៅមើលធ្វើដូចជេរអញ្ចឹងប៉ុន្តែតាមពិតទៅមិនមែនហាកាមីគឺគាត់អន់ទេដោយសារតែគាត់គឺលួសទៅឲ្យដៃគូរបស់គាត់និយាយទៅគាត់គឺពិតជាមានល្បឿនលឿនខ្លាំងមែនទែនគាត់គឺអាចគេចអំពីក្តាប់ដៃរបស់ប្រូម៉ុងកែបហ្នឹងបានគ្រប់ក្តាប់ដៃទាំងអស់ហ្នឹងនៅពេលហ្នឹង Fujimi គាត់ក៏បាននិយាយថាឲ្យអ៊ីពូគាត់សង្កល់កន្លែងនេះឲ្យហើយទៅឥឡូវគឺគេលេងមែនទែនហើយហាកាមីគាត់ក៏បាននិយាយថានៅពេលនេះវេនរបស់គាត់ម្ដងហើយបន្ទាប់ពីត្រូវស៊ីក្តាប់ដៃរាប់លានក្តាប់ដៃរបស់ប្រូហាកាមីយើងឃើញថាប្រូម៉ុងកែបគាត់គឺត្រូវបានចាញ់បាត់ទៅហើយនេះហើយគឺជាមូលហេតុដែល Fujimi គាត់ចង់ឲ្យអ៊ីពូប្រយ័ត្នជាមួយនឹងអាប៉ែហ្នឹងមិនយូរមិនឆាប់ទេអ៊ីពូគាត់នឹងត្រូវប៉ះគ្នាជាមួយនឹងអាប៉ែហាកាមីហ្នឹងហើយដោយហាកាមីគេគឺបានដាក់អាហារសនាមឲ្យគាត់ថាកំភ្លើងខ្លីនៅពេលដែលអ៊ីពូត្រឡប់ទៅផ្ទះវិញគាត់ក៏បាននឹកឃើញទៅដល់ស្នៀតរបស់អាប៉ែហ្នឹងផងដែរដោយគេគឺពិតជាមានល្បឿនដៃលឿនខ្លាំងមែនទែនប៉ុន្តែនៅពេលហ្នឹងពូរបស់អ៊ីពូក៏ចាប់ផ្ដើមកោតែម្ដងហើយគាត់ក៏ស្វែងចិត្តថាចូលទៅទិញនំប៉័ងញ៉ាំមួយផ្លេតទៅហើយគឺចៃដន្យខ្លាំងមែនតើអ្នកលក់នំប៉័ងហ្នឹងគឺជាក្មេងស្រីម្នាក់ដែលអ៊ីពូបានឃើញនៅក្នុងការប្រកួតហ្នឹងឯងនៅពេលហ្នឹងអ៊ីពូគាត់ក៏រៀងខ្មាស់នាងផងដែរដែលថាគាត់តែមើលបណ្ដាលផ្លេចរឺតខោប៉ុន្តែគាត់ក៏គិតថាប្រហែលជានាងផ្លេចបាត់ហើយមើលទៅនៅពេលដែលគាត់តែងរួចហើយនាងក៏បាននិយាយប្រាប់មកកាន់គាត់ថាបើសិនជាវាឆ្ងាញ់សូមឲ្យគាត់មកម្ដងទៀតនៅពេលណាក៏បានដែរសាច់រឿងក៏បានកាត់ពេលដែលអ៊ីពូត្រឡប់មកដល់ផ្ទះវិញម៉ាក់របស់គាត់ក៏បានប្រាប់មកកាន់គាត់ថាតាកាមូរ៉ាបានទេមកកាន់គាត់នៅពេលដែលគាត់បាននិយាយតាកាមូរ៉ាបាននិយាយថាថ្ងៃស្អែកយើងនឹងទៅទ្រីសនៅឯសមុទ្ររបៀបថាយើងទ្រីសផងហើយយើងលេងទឹកផងចឹងទៅដំបូងឡើយអ៊ីពូគាត់គឺមិនចង់ទៅនោះទេដោយសារតែគ្មានអ្នកណាគេជួយកិច្ចការម្ដាយរបស់គាត់នៅពេលហ្នឹងម៉ាក់របស់គាត់ក៏បានធ្វើនៅសញ្ញាផងដែរដែលចង់បញ្ជាក់ថាកូនគឺអាចទៅបានដែលធ្វើឲ្យអ៊ីពូគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលនេះគឺគាត់មានពេលវេលាជាមួយនឹងមិត្តភ័ក្តិរួមក្រុមរបស់គាត់ហើយ